សួស្តី ថ្ងៃនេះសូមមានយោបល់អំពីយុវជនដែលពឹងផ្អែកទៅលើ AI មានមតិក្មេងៗជាច្រើនថាលើ AI ចង់សួរអីក៏ដឹងដែរហើយយើងអត់ចាំបាច់រៀនសូត្រអីទេយើងទៅសេ prompt វាទៅយើងអាចទទួលបានព័ត៌មានទាំងអស់ក៏ប៉ុន្តែខ្ញុំមិនបដិសេធថាវាជាគំនិតដែលខុសទេក៏ប៉ុន្តែវាគ្រាន់តែជាផ្នែកមួយនៃការធ្វើការងារទេវាមិនអាចគ្របដណ្ដប់ទាំងស្រុងនៃលទ្ធផលការងាររបស់យើងបានទេ AI យើងអាចសួរបានប៉ុន្តែវាជា secondary data ទេវាមិនមែនជា raw data ជាទិន្នន័យឆៅទេឬ primary data ទេព្រោះតែយើងធ្វើ research ដោយផ្ទាល់បានវាជា primary data ហើយវាមានអត្ថន័យនិងជារបស់ដែលថ្មីសុទ្ធអញ្ចឹងវាជាបញ្ហាមួយជាវា secondary data មានទិន្នន័យចាស់ទី2បើយើងចង់បានថ្មីយើងធ្វើ direct research ផ្សេងទៀតហើយបញ្ចូលទៅវាខ្លះជាទិន្នន័យទូទៅមួយដែរឧទាហរណ៍ថានៅពេលដែលយើងប្រកួតប្រជែងជាមួយនឹងថៃអំពី cyber security យើងក៏ប្រើ AI វាក៏ប្រើ AI តើអ្នកណាអាចឈ្នះវាអត់ចឹងទេគឺយើងក៏គិតឃើញគេគិតឃើញគេក៏មានព័ត៌មានពីយើងក៏មានព័ត៌មានពីគេវាអត់មានអីឈ្នះទេចឹងវាជាបញ្ហាមួយទៀតគឺ translate information into wisdom មានន័យថាការប្រែក្លាយព័ត៌មានទៅជាគតិបណ្ឌិតហ្នឹងជាសមត្ថភាពដែលត្រូវការហ្វឹកហាត់ជាចត្រៃនៅពេលនឹងយើងនឹងយល់ឲ្យនៅពេលដែលយើងជំនាញក្នុងផ្នែកណាមួយអញ្ចឹងណាតែពិតខ្ញុំបញ្យល់អត់កើតទេថា how to translate information into the wisdom ហ្នឹងខ្ញុំឧទាហរណ៍មួយទេក៏ប៉ុន្តែខ្ញុំធ្លាប់ជួនភ្ញៀវជនជាតិជប៉ុនម្នាក់គាត់ជាអគ្គនាយកផ្នែកវិស្វកម្មនៅក្រុមហ៊ុន Mitsubishi ខ្ញុំក៏និយាយលេងរឿងវិទ្យាសាស្ត្រទេខ្ញុំធ្លាប់មើលសភៅ Leonardo da Vinci គាត់គូចាប់ប៉ុន្តែក៏អត់បានចាប់អាសត្វចាបដែលហោះលើមេឃហ្នឹងយកមកកាន់គូទេគឺគាត់មើលពីចង្អាយហើយគាត់គូចេញដល់ពេលដែលគេចាប់នោះយកមកវាស់គឺមានຂະຫນាត់ទំហំវាបេះដូងប្រមាត់អីវាហ្នឹងមានន័យថាស្លាបអីវាហ្នឹងគឺ100% accurate មានតែត្រឹមត្រូវ 100% ដែលគាត់មើលពីចម្ងាយខ្ញុំសួរភ្ញៀវហ្នឹងគាត់ឆ្លើយថាហ្នឹងវា natural វា season នេះវករឹណាពាក្យជប៉ុនគេថាដឹងដោយធម្មជាតិណាមានន័យថាគាត់ក៏ដូចគ្នាដែរគាត់គូប្លង់ឡានប្លង់ម៉ូតូនៅប្លង់ស្ពានឆ្លងសមុទ្រជាង40ឆ្នាំទៅ50ឆ្នាំទៅគាត់មានធម្មជាតិមើលគាត់ណាកលេចឃើញគាត់ដឹងពីទំហំប្រហែលសង់ទីម៉ែត្រទេណាគឺអាភាពជំនាញដែលស្ទាត់ខ្លាំងណាអានឹងនៅក្នុងពុទ្ធសាសនាគេហៅទេពនិមិត្តយើងខ្មែរយើងអត់ទាន់មានណាត់យល់មានជំនាញដល់កម្រិតហ្នឹងទេព្រោះយើងអត់ទាន់យល់អត់ដែលដឹងប៉ុន្តែជនជាតិគេមានទេពនិមិត្តហ្នឹងមានន័យថាបើសិនជាអ្នកខាងយោធាគឺគេដឹងហេតុការណ៍មុនគឺគេវាតម្លៃទិន្នន័យទាំងអស់ហ្នឹងហើយក៏ប៉ុន្តែគេព្យាករទុកមកត្រូវ 100% អញ្ចឹងណាសមត្ថភាពកម្ពុជាណាអញ្ចឹងខ្ញុំកុំពឹងលើ AI យើងត្រូវ train your brain to become great ណាអញ្ចឹងអានោះវាជា idea និងជាអ្វីដែលខ្ញុំធ្លាប់ដឹងទេហើយបើអាចយកទៅគិតវិភាគបានអាហ្នឹងធ្វើបានប៉ុណ្ណាអាហ្នឹងទៅលើឧបនិស្ស័យយើងរៀងខ្លួនតែប៉ុណ្ណឹងអូខេអរគុណ